សម្រាប់អ្នកដែលចង់រកកន្លែងជួបជុំបែប private មានដើមឈើពណ៌បៃតងអមជុំវិញខ្លួនអីហ្នឹងគឺថា Twister សូមណែនាំទីតាំងផាប់លាក់ខ្លួនមកកន្លែងនៅផ្លូវជាសភារាដែលគេមានឈ្មោះថា The Chi App ដែលមានម្ហូបអាហារច្រើនមែនតើសំខាន់រសជាតិវិញគឺ Twister ឲ្យ10លើ10តែម្ដងជាពិសេសចង្រិតបំពងនេះគឺឆ្ងាញ់លេខ1ហ្មងហើយពុកម៉ែបងប្អូនចង់អង្គុយជាលក្ខណៈ outdoor ក៏បានឬមួយក៏ចង់អង្គុយជាលក្ខណៈ indoor បែបនេះក៏បានដែរគឺគាត់មានបន្ទប់ VIP ណាសម្រាប់ទីតាំងផាប់ដែល Two Sister ទៅនេះគឺលាក់ខ្លួននៅចិត្តឈីឡានផ្លូវជាសភារាពុកម៉ែបងប្អូនបើថាបានជិះកាត់តាមផ្លូវហ្នឹងតើថាព្យាយាមមើលបន្តិចបើសិនជាអត់ព្យាយាមទេគឺរកអត់ឃើញទេលាក់ខ្លួនចិត្តឆឹងតែម្ដងប៉ុន្តែអ្វីដែល Two Sister ឆ្លាញ់ជាងគេហ្នឹងគឺបរិយាកាសហ្នឹងតែម្ដងគឺថាជុំវិញខ្លួនអមទៅដោយដើមឈើពណ៌បៃតងណាហើយបើថាជំរឿម្ហូបអាហារនៅទីនេះវិញគឺមានច្រើនមែនតើសំខាន់រសជាតិឆ្ងាញ់តែម្ដងហើយ Two Sister មួយនៅទីនេះយូរហើយពុកម៉ែបងប្អូនរបៀបថាមួយកាន់ឆ្នាំណាសម្រាប់អ្នកដែលធ្លាប់មើលវីដេអូ Two Sister ចាស់ៗគឺប្រកាសជាឃើញ Two Sister ធ្លាប់បានទៅថតនៅទីតាំងមួយកន្លែងនេះហើយប៉ុន្តែឥឡូវគឺគាត់មានអាប់ដេតរបៀបថាដាំដើមឈើច្រើនជាងមុនហើយម្ហូបច្រើនជាងមុនដូចជាប្រភេទសាច់គោអាំងទឹកប្រហុករបស់គាត់នេះអញ្ចឹងពុកម៉ែបងប្អូនគឺជាមេនុយថ្មីសម្រាប់ទឹកប្រហុកនេះគឺគាត់ច្នៃខ្លួនឯងតែម្ដងទឹកប្រហុកនេះគឺគាត់កិនឡើងម៉ត់ហើយសម្រាប់រសជាតិគឺថាចេញមក Twister ត្រូវចិត្តមែនតើអ្នកដែលចូលចិត្តក្លិនប្រហុកបែបស្អុយស្អុយដិតអីហ្នឹងគឺដឹងតែត្រូវហើយខាងនេះវិញគឺជាប្រភេទភ្លាសាម៉ុនណាពុកម៉ែបងប្អូនដែលគាត់មានដាក់ជាមួយនឹងម្រះក៏ដូចជាត្រួយក៏ធំធេតប៉ុន្តែនៅតាមស្រុកភូមិក៏ដូចជាតំបន់ខ្លះគឺគេហៅថាត្រួយស្មៃពុកម៉ែបងប្អូនប៉ុន្តែនៅពេលដែលដាក់អញ្ចឹងយើងញ៉ាំផ្ទាប់ចូលគ្នាអញ្ចឹងមកគឺទទួលបានរសជាតិបែបឆ្ងាញ់ប្លែកសម្រាប់នៅខាងពុកម៉ែបងប្អូនហើយត្រួយនឹងមិនដែរជួយ comment នៅក្រោមវីដេអូប្រាប់ Twister ផងហើយខាងនេះវិញគឺជាប្រភេទបុកល្ហុងដែលគាត់មានដាក់សាច់ចម្រុះចូលគ្នាតែម្ដងសម្រាប់ Oyster នេះវិញពុកម៉ែបងប្អូនគឺថាស្រស់មែនតើដាក់មួយមកគឺពេញមាត់ឆ្ងាញ់ខ្ទិះហ្មងហើយសម្រាប់តសៃល្ហុងគឺគាត់អត់ឈូសឲ្យតូចពេកទេពុកម៉ែបងប្អូនគាត់ឈូសរៀងតែប៉ែតធំអញ្ចឹងនៅពេលដែលយើងញ៉ាំទៅគឺប៉ះជាមួយនឹងតសៃល្ហុងគឺស្រួយឆ្ងាញ់ណាហើយដាក់ជាមួយនឹងបកាអញ្ចឹងមកពុកម៉ែបងប្អូនគឺថាសាច់បកាឡើងស្រស់ល្អហ្មងហើយខាងនេះវិញគឺជាមេនុយដែល Twister ជួយចិត្តខ្លាំងជាងគេគឺជាប្រភេទចង្រិតបំពងណាសម្រាប់ចង្រិតនេះគឺគាត់អត់បំពងឲ្យក្រៀមពេកទេគឺគាត់នៅទុកឲ្យមានសំណើមហើយនៅពេលដែលយើងញ៉ាំទៅប៉ះជាមួយនឹងពងចង្រិតហ្នឹងគឺឆ្ងាញ់មែនតើពុកម៉ែបងប្អូននិយាយទៅគឺសម្រាប់ម្ហូបអាហារនៅទីនេះពីមួយមុខទៅមួយមុខគឺត្រូវមាត់ Twister សឹងតែគ្រប់មុខតែម្ដងហើយខាងនេះវិញគឺជាប្រភេទស៊ុបជើងមាន់ជូរហើយលក្ខណៈថាយើងឈៀសសឿងអីដាក់ស៊ុបមួយឆ្នាំងនេះមកគឺដឹងតែស្វាងចាស់តែម្ដងសម្រាប់ទឹកស៊ុបហ្នឹងគឺមានរសជាតិរៀងជូរអញ្ចឹងនៅពេលដែលយើងញ៉ាំប៉ះជាមួយនឹងម្ទេសមួយម៉ាត់មកគឺថាស្វាងហ្មងពុកម៉ែបងប្អូនហើយសម្រាប់ជើងមាន់របស់គាត់វិញគឺថាឡងផុយល្អមែនតើហើយឃើញគ្រឿងបំពងមូបែបនេះតិចច្រឡំថាជាប្រភេទគៀវបំពងពុកម៉ែបងប្អូន Twister រៀង surprise ដែរតាមពិតទៅគឺជាប្រភេទចេកដែលគេយកទៅរុំជាមួយនឹងសាច់យកមកបំពងសម្រាប់រសជាតិគឺឆ្ងាញ់ប្លែកម្យ៉ាងដែរហើយបរិយាកាសនេះគឺថាត្រូវមែនតើលក្ខណៈថាយើងឈៀជាមួយនឹងមិត្តភ័ក្តិក្រុមការងារក៏ដូចជាដៃគូអីអញ្ចឹងណាត្រូវការបែបលក្ខណៈ private អីគឺដឹងតែត្រូវហ្មងហើយបើថាទៅគ្នាច្រើនខ្ញុំអង្គុយនៅខាងក្រៅជុំគេជុំឯងចង់អង្គុយលក្ខណៈដាច់អីគឺគាត់មានជាប្រភេទបន្ទប់ VIP ដែរពុកម៉ែបងប្អូនសម្រាប់បន្ទប់នេះគឺអាចផ្ទុកបានចន្លោះពី30ទៅ40នាក់ណាគឺថាបន្ទប់នេះគឺយើងអាចច្រៀងអាចរាំរែកនៅខាងក្នុងនឹងបានហ្មងហើយក្នុងឱកាសនេះបើសិនជាពុកម៉ែបងប្អូនកក់មុនចាប់ពី10នាក់ឡើងទៅនឹងទទួលបានការ discount 15% ណាហើយបើថាកក់ចាប់ពី25នាក់ឡើងទៅនឹងទទួលបានការ discount រហូតដល់20% គឺថាពិសេសមែនតើហើយបើអង្គុយនៅខាងក្រៅនេះក៏មាន band ដែរនិយាយទៅអត់អបសុកទេគឺយើងអាច enjoy ជាមួយការញ៉ាំការស្ដាប់តន្ត្រីក៏ដូចជាបរិយាកាសបែប romantic ណាអញ្ចឹងត្រឡប់មកវិញសម្រាប់ហាង The Chi App គឺមានបើកចាប់ពីម៉ោង5ល្ងាចរហូតដល់ម៉ោង12យប់សម្រាប់ព័ត៌មានលម្អិត Two Sister នឹងដាក់នៅលើ caption ក៏ដូចជាក្នុង comment Bye